ផ្លែឈើប្រភេទនេះជាប្រភេទផ្លែឈើនាំចូលពីបរទេសចានាងខ្ញុំសូមហៅជាភាសាអង់គ្លេសចាយើងហៅថាផ្លាំណាដោយសារនាងខ្ញុំអត់ដឹងថាហៅជាភាសាខ្មែរគេហៅថាម៉េចទេបងប្អូនចាមិនដឹងហៅថាប្រូនឬក៏ព្រូនទេអាចហៅខុសអីចឹងទៅមានការជជែកវែកញែករញ៉េរញ៉ៃអីចឹងទៅអញ្ចឹងសូមហៅថាផ្លាំចាអញ្ចឹងនៅពេលដែលយើងលាងទឹកសម្អាតរួចរាល់ហើយយើងយកផ្លាំហ្នឹងយកមកឆូតវាបែបហ្នឹងចាតាមផ្លែតូចផ្លែធំដោយសារផ្លែនេះវាធំដែរអញ្ចឹងខ្ញុំឆូតវាជា3ចំណិតហើយកន្លែងនេះខ្ញុំធ្វើរៀងខុសតិចបងប្អូនចាយើងកុំឆូតដល់ក្បាលដល់គូតផុតពេកខ្លាចដល់ពេលវាស្វិតទៅវាលហែកសាច់ចេញពីគ្នាយើងឆោតអញ្ចឹងដើម្បីឲ្យវាចូលជាតិល្អជាមួយគ្រឿងផ្សំអីផ្សេងដែលយើងលាយតិចទៀតហ្នឹងណាចាបន្ទាប់ពីយើងឆោតរួចរាល់អស់ហើយបងប្អូនឃើញតាមឆ្នូតវាហ្នឹងមានពណ៌រៀងកម្ៅតិចអាហ្នឹងជ័ររបស់វានឹងឯងចាអញ្ចឹងនាងខ្ញុំធ្វើនេះគឺធ្វើពេលយប់ចាដើម្បីយើងមានពេលច្រើននៅក្នុងការត្រាំតិចទៀតហ្នឹងខ្ញុំនឹងយកផ្លែផ្លាំហ្នឹងយកទៅត្រាំក្នុងទឹកអំបិលចាអញ្ចឹងយើងត្រូវការពេលមួយយប់ដើម្បីត្រាំផ្លាំឲ្យវាចូលជាតិល្អជាមួយនឹងទឹកអំបិលអញ្ចឹងនៅពេលដែលយើងដាំទឹកបងប្អូនចាដាំធ្វើម៉េចឲ្យលិចផ្លាំរបស់យើងចាផ្លាំ1គីឡូទឹក1លីត្រអំបិល2ស្លាបព្រាបាយចាដាំទឹកឲ្យពុះនៅពេលដែលទឹកពុះរម្ងាស់1នាទីចាំបិទភ្លើង